ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាហើយក៏សួស្តីដល់បងប្អូនមិត្តភ័ក្តិនៅក្នុងបណ្ដាញសង្គម Facebook ទាំងអស់គ្នាផងដែរថ្ងៃនេះគឺខ្ញុំមកធ្វើមុខទឹកគ្រឿងហូបម្ដងបងប្អូនទាំងអស់គ្នាដោយសារតែត្រីក៏សបោបន្លែក៏សបោនិយាយមែនខ្វះកណាមួយថ្ងៃទៅផ្សារខ្ញុំទៅអត់បានទៅពីព្រឹងទេតែម៉ោង 9 នេះបានខ្ញុំបានទៅប៉ុន្តែស្មើនឹងហើយនិយាយពីបន្លែហើយនឹងត្រីអត់ខ្វះទេបងប្អូនណាចង់បន្លែអីក៏មានដែរហើយសិតតែបន្លែស្រែយ៉ាងទៀតហើយថ្ងៃហ្នឹងគឺខ្ញុំមានផ្កាកប៉ោកទិញបានផ្កាកប៉ោកក៏ខ្ញុំនឹកឃើញចង់បុកទឹកគ្រឿងម្ដងដោយសារតែមុខហ្នឹងក៏ខានយូរដែរហើយត្រីស្រែពីរហ្នឹងណាជាងកន្លះគីឡូបងប្អូនហើយអស់តែ 3000 ទេបងប្អូនណានិយាយពីថាធូរថ្លៃមែនទែនថ្ងៃហ្នឹងគឺទិញបានចិត្តតែរបស់ធូរថ្លៃទាំងអស់ព្រោះអីគេដាក់ដៃបានហើយត្រីម៉ងហ្នឹងក៏សបោដែរលក់ចុះតម្លៃអស់ហើយកាលពីមុនខ្ញុំទិញមួយខាំ1000តែថ្ងៃហ្នឹងគឺនៅសល់តែមួយខាំ500ឬក៏600អីទេតែបើថាត្រីក្រាញ់វិញនៅសល់តែ1គីឡូ4000ទេបងប្អូននិយាយពីថាអូយល្អណាស់បងប្អូនហើយខ្ញុំឃើញអញ្ចឹងអីវ៉ាន់នឹកឃើញប្រហុកជូរចង់ធ្វើប្រហុកទុកអីដែរក៏គ្រាន់តែថាប្រហុកខ្ញុំនៅមានហើយអញ្ចឹងខ្ញុំខ្ជិលអត់ទាន់ទិញយកមកទុកធ្វើច្រើនអីវាហូបក្រអស់ទៅវារៀងខាតដែរដោយសារត្រីក្រាញ់ទុកអត់បានយូរដូចត្រីកាភ្លៀងមួយត្រីសទេដោយសារត្រីក្រាញ់យើងវារៀងខ្លាញ់ហ៎នឹងហើយងាកមកមើលបុកទឹកគ្រឿងខ្ញុំវិញខ្ញុំមានត្រាប់ញងទៅអីហ្នឹងខ្ញុំជឿថាបេះយកមកបុកដាក់មកបងប្អូនជាមួយត្រីដើម្បីវាខាប់ទឹកបានល្អហើយម្យ៉ាងទៀតបុកត្រាប់ញងដាក់បុកទឹកគ្រឿងដាក់ត្រាប់ញងអញ្ចឹងវារៀងខ្ទិះដែរត្រូវជាមួយនឹងស្ដាយដីយើងលេងថ្មីហើយសាច់ត្រីយើងក៏មានជាតិទៀតអញ្ចឹងហើយបុកទឹកគ្រឿងមកពេលហ្នឹងគឺមានជាតិខ្លាំងណាស់បងប្អូនអ្នកបាត់ដំបងគឺអត់ចោលទេរឿងម្ហូបទឹកគ្រឿងនេះដោយសារតែបន្លែក៏សបោអីក៏សបោហើយណាមួយទឹកគ្រឿងជាម្ហូបខ្មែរដែលពេញនិយមអត់ខុសគ្នាពីសាឡូកកូទេបងប្អូនពីរមុខហ្នឹងគឺឆ្ងាញ់ខ្លាំងណាស់ហើយជាម្ហូបដែលចាស់ក៏គាត់ចូលចិត្តដែរអត់ថ្មិញមានថ្មិញមិនអត់សំខាន់ទេសំខាន់គាត់ចូលចិត្តណារឿងបុកទឹកគ្រឿងបើថាទៅការទៅបនវិញគឺអត់អាចោលទេរឿងបុកទឹកគ្រឿងមួយមុខហ្នឹងចាស់ខ្ញុំមិនចេះថាឲ្យបងប្អូនសាឡូអីផ្សេងក៏មិនចេះលូកទេណាគាត់លូកតែសាឡូកកោឬមួយក៏បុកទឹកគ្រឿងហ្នឹងគឺគាត់ចូលចិត្តខ្លាំងហ្មងហើយខ្ញុំបុកអីហ្នឹងគឺខ្ញុំដាក់ម្ទេសលីងឲ្យរៀងក្រែលតិចដែរណាតែខ្ញុំបដាច់លើខ្លះខ្ញុំបុកលីខ្លះដោយសារអ្នកតែខ្ញុំសើអ្នកចេះហិលដែរទេហើយឥឡូវរួចរាល់ហើយបងប្អូនមកមុខហ្នឹងឃើញថាតំណងមែនទេតែខែនេះអត់តាន់មានត្រួយស្ដាយផ្កាស្ដាយអញ្ចឹងហើយមានតែប៉ុណ្ណឹងក៏ឆ្ងាញ់ដែរបងប្អូនហើយបើបានជ្រក់ផ្កាថ្ងាន់ទៀតណាបុកទឹកគ្រឿងគឺរត់តែអេមរត់តែលេខ1តែម្ដងហើយបងប្អូននេះហើយរៀងខាប់មកល្មមឆ្ងាញ់ណាបងប្អូនកុំភ្លេចធ្វើហូបទាំងអស់គ្នាដោយសារខែហ្នឹងយើងសបោទឹកគ្រឿង